បាទសូមជម្រាបសួរពុកម៉ែបងប្អូនដែលបានមកតាមដានទស្សនានៅវីដេអូអំពីអត្ថប្រយោជន៍ផ្លែទទឹមបាទផ្លែទទឹមពុកម៉ែបងប្អូនដែលចូលចិត្តញ៉ាំផ្លែទទឹមគឺញ៉ាំពេលព្រឹកបាទញ៉ាំពេលព្រឹកគឺជាពេលល្អសម្រាប់សុខភាពយើងបាទបងប្អូនអត្ថប្រយោជន៍របស់ផ្លែទទឹមនេះជួយដល់បេះដូងកុំឲ្យមានសម្ពាធមានបញ្ហាធ្វើឲ្យយើងដកដង្ហើមបានល្អហើយនឹងជួយដល់ខួរក្បាលហើយនឹងជំនួយដល់ការចងចាំរបស់ខួរក្បាលយើងផងដែរបាទផ្លែទទឹមផ្ដល់អត្ថប្រយោជន៍ជាច្រើនបាទផ្លែទទឹមជាផ្លែឈើមួយយ៉ាងដែលផ្ដល់សារៈប្រយោជន៍យ៉ាងច្រើនដល់សុខភាពដូចជាអ្នកកើតជំងឺទឹកនោមផ្អែមអាចទទួលទានផ្លែទទឹមដោយគ្មានការបារម្ភព្រោះកម្រិតជាតិស្ករក្នុងផ្លែទទឹមមិនធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងកាត់បន្ថយជំងឺវង្វេងវង្វាន់ដោយទប់ស្កាត់ការរលាកដែលបំផ្លាញកោសិកាខួរក្បាលនិងសរសៃប្រសាទផងដែរផ្លែទទឹមជួយបញ្ចុះសម្ពាធឈាមអ្នកជំងឺដែលធ្លាប់ព្យាបាលជំងឺមហារីកក្រពែងពោះស្វាតពីមុនមកអាចញ៉ាំទឹកផ្លែទទឹមបានដូចគ្នាជារៀងរាល់ថ្ងៃដើម្បីទប់ស្កាត់ជំងឺមហារីកបន្ថយការកើតជំងឺមហារីកជំងឺបេះដូងឬជំងឺទឹកនោមផ្អែមព្យាបាលជំងឺសន្លាក់ដែលបណ្ដាលមកពីឆ្អឹងខ្ចីចុកខ្សោយផ្លែទទឹមផ្ទុកសារធាតុប្រឆាំងប្រតិកម្មអុកស៊ីតកម្មដែលជួយពង្រីកឆ្អឹងខ្ចីការពារសុខភាពមាត់ធ្មេញដោយទប់ស្កាត់កំណើនជាតិកំបោរនៅលើធ្មេញដើមទទឹមជារុក្ខជាតិមួយយ៉ាងដែលមានកម្ពស់រហូតដល់5ទៅ6-7ម៉ែត្រសម្បកនៃដើមមានពណ៌ត្នោតស្រាលផ្កាក្រហមស្លឹករលោងតូចៗមានពណ៌បៃតងជានិច្ចបាទបងប្អូនស្វែងរកនៅផ្លែទទឹមដើម្បីញ៉ាំបង្កើននៅការចងចាំរបស់ពុកម៉ែបងប្អូនដែលភាគច្រើនគាត់ភ្លេចភ្លាំងច្រើនបាទសូមអរគុណសូមជួយ like និងជួយ subscribe មួយដើម្បីនឹងទទួលបាននៅវីដេអូថ្មីបន្តទៀតផងដែរបាទសូមអរគុណសូមជម្រាបលា